លើកទី1នៅក្នុងស្រុករបស់យើងដែលមាន smartphone ទំហំថ្មធំ 8500 mAh មិនធ្លាប់មានទេខ្ញុំគិតថាបងប្អូនប្រហែលជាមិនចាំបាច់យក power bank ឬក៏ spare power bank តាមខ្លួនទៀតទេវាជា smartphone Huawei Nova 15 Max ដែលថ្មរបស់វាអាចរស់បានដល់ទៅ3ថ្ងៃពេញអេក្រង់ទំហំ 6.84 inch Vivid OLED screen ដែលមាន game ស្ដើងណាហើយថែមទាំងធន់គ្រប់ស្ថានភាពទៀតផងបំពាក់ AI ប៊ូតុងឆ្លាតវៃផ្លូវកាត់ចូលកម្មវិធីបានលឿនឬក៏ scan វេប្រាក់តាមធនាគារហ្នឹងក៏បានដែរហើយកុំបារម្ភអីគ្រប់ app ទាំងអស់មិនថាធនាគារឬក៏ Google App ទេគឺសុទ្ធតែអាចប្រើប្រាស់បាននៅលើ Huawei Nova 15 Max នេះកុំតន់តាណាខ្ញុំនឹងលម្អិតបន្ថែមទៀតនៅក្នុងវីដេអូនេះតែម្ដងខ្ញុំគិតថាបញ្ហាធំៗពីរដែលអ្នកប្រើប្រាស់ smartphone ភាគច្រើនក៏តែងតែជួបប្រទះទី1គឺទៅលើថ្មហើយនិងភាពធន់អញ្ចឹងសម្រាប់កញ្ចប់ Huawei Nova 15 Max នេះអាចនិយាយបានថាគាត់គិតគូរបានល្អិតល្អន់ដោយសារតែវា Max ទាំងថ្ម Max ទាំងអក្រង់ហើយកម្លាំងនឹងក៏មិនអន់ដែរខ្ញុំសូមនិយាយពីសមត្ថភាពថ្មទៅមុននិយាយទៅអត់ធ្លាប់មានទេនៅក្នុងស្រុកយើងទំហំវាគឺដល់ទៅ 8500 mAh ដែលទូទៅយើងអាចធ្វើការចាក់វីដេអូជាប់ដល់ទៅ23ម៉ោងពេញខ្ញុំក៏បានធ្វើការតេស្តដោយដាក់ក្នុងទូទឹកកកស្ថានភាពត្រជាក់ដែរចាក់វីដេអូជាប់រយៈពេល10ម៉ោងវាសល់ 64% អញ្ចឹងមិនធម្មតាទេហើយបើនិយាយដល់តកតងនឹងភាពធន់របស់វាវិញវាទទួលបាន certificate IGL លំដាប់ថ្នាក់ផ្កាយ5ដែលវាទ្រាំទ្រមិនញញើតក្រោមទម្ងន់100 គីឡូក្រាមណាហើយត្រឹមការធ្លាក់កម្ពស់5ម៉ែត្រកន្លះអីហ្នឹងយើងមិនបារម្ភថាវាបែកបាក់ទេប៉ុន្តែខ្ញុំគិតថាបងប្អូនប្រកាសជាមិនយកទៅតេស្តអាហ្នឹងគាត់ថាទូរស័ព្ទហ្នឹងគឺទទួលបានភាពធន់រឹងមាំឲ្យយើងណាចំណុចមួយទៀតបងប្អូនប្រកាសជាគិតគូរទៅលើកម្មវិធីនៅលើ Huawei Nova 15 Max ហ្នឹងឯងថាវាប្រើប្រាស់បានឯខ្លះនិយាយទៅគ្រប់ app ធនាគារក្នុងស្រុកយើងអាចប្រើប្រាស់ជាមួយនឹងទូរស័ព្ទមួយហ្នឹងបានហើយសូម្បីតែ Google App ហ្នឹងក៏ដំណើរការធម្មតាដែរបើជិះចូលអីអត់ជាបញ្ហាទេហើយបងប្អូនក៏អាចធ្វើការទាញយកកម្មវិធីបន្ថែមតាមរយៈ App Gallery ដែលមាន app និង game ហ្នឹងគឺរាប់លាន game ណាយើងទាញយកមួយសេរីតែម្ដងចំណុចពិសេសយើងមាន AI ប៊ូតុងដែលយើងចុចតាមអពតទៅបង្ហាញកម្មវិធីសំខាន់ៗដូចជាកុងធនាគារអីជាដើមឬក៏យើងចង់ធ្វើការ scan QR code វេប្រាក់ក៏បានទៀតតាម AI ប៊ូតុងទៅលឿនរហ័សទៀតផងខ្ញុំពិតជាមិនអាចមើលរំលងអេក្រង់ខាងមុខនេះបានទេវាលាតបានធំហើយញាត់កាមេរ៉ាទម្លុះអេក្រង់ដែលមាន game bezel ស្ដើងគេហៅថា Ultra Narrow Bezel កម្រាស់ 1.5 mm ប៉ុណ្ណោះប្រើប្រាស់បន្ទះបង្ហាញ Vivid OLED 120Hz ទំហំ 6.84 inch ហើយបើ peak brightness វិញ 4000 nit មិនចាញ់ថ្ងៃអ្វីដែលខ្ញុំនឹកស្មានមកដល់ខាងក្រោយនេះបំពាក់កាមេរ៉ាទំហំធំ 50 megapixel All Wide B Ultra Clear Camera ចំណុចពិសេសវាបានជំនួស pixel បៃតងក្នុង sensor កាមេរ៉ារបស់យើងដោយដាក់មកវិញជាមួយនឹង pixel ពណ៌លឿងអញ្ចឹងការធ្វើបែបនេះវាអាចទាញពន្លឺចូលបានកាន់តែប្រសើរជាងមុនដល់ទៅ 40% រាល់ពេលដែលយើងថតរូបកន្លែងដែលខ្វះពន្លឺវាកាត់បន្ថយ noise ក្នុងរូបរបស់យើងបានច្រើនហើយរូបភាពរបស់យើងចេញមកគឺស្អាតទៀតផងមិនត្រឹមតែ Mac អេក្រង់ហើយនិង Mac ថ្មទេប៉ុន្តែសូម្បីតែសំឡេងរបស់វាក៏ Mac ដូចគ្នាដែរដែលក្នុងនោះគេប្រើប្រាស់ stereo speaker មានខាងលើមួយគ្រាប់និងខាងក្រោមមួយគ្រាប់ដែលវាអាចធ្វើការបញ្ចេញសំឡេងបានធ្ងន់ហើយនិងងំសរុបជារួមសម្រាប់កញ្ចប់ទូរស័ព្ទ Huawei Nova 15 Max នេះខ្ញុំគិតថាក្រុមហ៊ុនគាត់បានគិតគូរល្អិតល្អន់មែនទែនដោយដាក់ថ្មមួយដែលមានទំហំធំមិនធ្លាប់មានក្នុងស្រុករបស់យើង 8500 mAh ហើយអាចនិយាយបានថាយើងមិនចាំបាច់ឬក៏បារម្ភទៅលើការយក power bank តាមខ្លួនទេហើយបើនិយាយដល់តម្លៃរបស់វាខ្ទង់បែរជាជាង$300ប៉ុណ្ណោះយើងទទួលបានទំហំទុកដល់ទៅ 256GB ហើយ RAM 16GB និយាយទៅសម្រាប់រូបរាងនៃទូរស័ព្ទចំនួនថ្មីរបស់គាត់នេះក៏មានភាពតាក់ទាញដូចគ្នាដែរហើយអេក្រង់របស់វាខ្ញុំស្រឡាញ់ដោយសារតែ game bezel របស់វាស្ដើងដាក់កាមេរ៉ាទម្លុះអេក្រង់ឲ្យយើងអញ្ចឹងបងប្អូនអាចស្វែងរកទូរស័ព្ទនេះតាមរយៈបណ្ដាហាងទូរស័ព្ទនៅជិតផ្ទះបងប្អូនបំផុតឬក៏អាចសាកសួរព័ត៌មានបន្ថែមនៅក្នុង page Huawei Cambodia បានអរគុណច្រើនខ្ញុំជួបបងប្អូននៅវីដេអូក្រោយទៀត